សង្ខេបរឿងរាមកេរ្តិ៍ខ្សែពីរស្លឹកខ្លោចក្រហមឯស្បូវស្មៅត្រែងទ្រោមក៏វិនាសដោយសារភ្លើងឆេះរាលដោយដេកជះប្របាទភាវនាពងពោធិសម្ភារព្រៃប្រឹក្សាសង្ខាមេគាសឹងប្រែត្រឡប់ជាត្រជាក់លូតលាស់ស្លឹកផ្លែផ្កាសាយក្លិនក្រអូបឈ្ងុយឈ្ងប់មានឃ្មុំកន្លង់ជាច្រើនត្រាច់ក្រេបលំអងផ្កាព្រះរាមយល់ដើមច្បារមានផ្កាតែមួយមានទងននងវាពីលើមានផ្កាតែមួយហើយមានផ្កាចម្ប៉ាដុះនៅចិត្តផ្កាច្បារនោះមានផ្កាតែមួយដូចគ្នាត្រួតលើគ្នាហើយមានកន្លងពីរចុះមកត្រឹបត្រងលំអងផ្កានោះព្រះរាមប្រៀបធៀបផ្កាច្បារជាឆ្កោទៅនឹងព្រះអង្គននងជានពគុណសវណ្ណាទៅនឹងព្រះនាងសីតាចម្ប៉ាជានពគុណសវណ្ណាទៅនឹងព្រះលក្សណ៍ឯសត្វកន្លង់ជាធ្យូងជាមន្ទិលសៅមងទៅនឹងព្រះនាងកៃកេសីបន្ទាប់មកក្សត្រទាំង3អង្គយាងទៅមណ្ឌលស្រះស្រីឃើញមានផ្កាឈូកនៅក្នុងស្រះបោកខរណីព្រះរាមឃើញមេមយូរីជាសត្វដ៏កម្លៅវាមិនដឹងថាជាទងឈូកស្រស់ឬជាសត្វពុះក៏ចឹកពំនាំទៅសម្បុកឲ្យកូនពីកំពុងពេញក្រាស់ភោគដាមេមយូក៏ចឹកទងឈូកបំបែកឲ្យកូនកំពុងយំតែកូនបរិភោគពុំបានបណ្ដាលឲ្យកូននោះខឹងទើបព្រះរាមប្រៀបធៀបបន្តថាកូនមយូរីទាំងពីរមួយដូចចៅភិរុតមួយដូចចៅសត្រុតប្អូនព្រះអង្គសមនឹងរោគព្រះអង្គហើយបន្ទោសព្រះនាងកៃកេសីមិនខានព្រះរាមយាងដោយដងព្រៃភ្នំរហូតដល់ជិតមណ្ឌលអាស្រមមហាឫសីស្មឹងស្មាតរួចក៏ជួបនឹងមហាឫសីមួយអង្គព្រះនាមពាទ្វាទឥសីពាទ្វាទកំពុងចម្រើនចតុបេតសាសយល់ព្រះរាមយាងមកក៏ទទួលរាក់ទាក់ព្រះអង្គអស់មួយរាត្រីលុះព្រឹកឡើងក្សត្រអស់អង្គក៏ចរលីលាបន្តតាមការចង្អុលបង្ហាញពីឥសីពាទ្វាទឆ្ពោះទៅភ្នំចតកោฏបរិពតដែលមានចម្ងាយ1យោជន៍ក្សត្រទាំង3អង្គចាក់ចេញពីអាស្រមឥសីយាងឆ្ពោះមកកាន់ឆ្នេរគង្គាគុម្ភីដែលស្ទឹងនេះពីព្រៃនាយហៅថាកាលតីដើម្បីឆ្លងទៅត្រើយម្ខាងព្រះលក្សណ៍ក៏កាប់ឈើធ្វើជាក្បូនហើយហែលអូសចម្លងព្រះរាមនិងព្រះនាងសីតាមកដល់ភ្នំចតកោฏនាពេលរសៀលខណៈព្រះរាមនិងព្រះលក្សណ៍និងនាងសីតាយាត្រាចេញកាន់តែឆ្ងាយក្នុងនគរព្រះអង្គឯនោះវិញព្រះបិតាក៏សោយទីបង្គត់ពីព្រោះឈឺប្រទ័យក្នុងរឿងបំបរបងព្រះរាមចំណែកព្រះមុនីវិសិទ្ធមហាឫសីសម្រាប់ជ្រើសយកព្រះភិរុតមកស្នងរាជបន្តឯព្រះនាងកៃកេសីវិញបែរជាខ្លាចព្រះភិរុតមិនត្រឡប់មកទើបព្រះនាងខ្លែងពាក្យមុសាវាទភូតភរតាមចិត្តចង់របស់ព្រះនាងកាលនោះព្រះភិរុតនិងព្រះសត្រុតនិវត្តន៍មកនគរអយុធ្យាឃើញសភាពការនគរស្ងប់ស្ងាត់ខ្លាំងយ៉ាងឲ្យប្រតិទ្រង់មានលក្ខណៈចម្លែកបន្ទាប់ពីបានដឹងដានរឿងព្រះមេដាព្រះភិរុតពិរោធយ៉ាងអនេកចុងក្រោយព្រះអង្គសម្រេចប្រតិយយាងព្រះមេដាទាំង3អង្គរាជបរិពារមុនីរិស័យលើកតបដំរីតបសេះតបរតពលថ្មើរជើងធ្វើព្យុហាយាត្រាយកគ្រឿងរាជយាងទៅតាមព្រះរាមព្រះភិរុតបានជួបនឹងគោខណ្ឌហើយគោខណ្ឌលុះដឹងថាព្រះភិរុតមានប្រតិយបរិសុទ្ធនឹងព្រះរាមក៏រៀបរាប់ពីដំណើរព្រះរាមរួចយកទូករបស់ខ្លួនជួយចម្លងពលសេនាព្រះអង្គធ្វើដំណើរមកដល់អាស្រមឥសីពាទ្វាទឥសីពាទ្វាទទទួលរាក់ទាក់ព្រះអង្គរាជបរិពារនិងរេពលលុះព្រឹកឡើងព្រះអង្គនមស្ការលាឥសីនាំពលយោធាយាងបន្តដំណើរដោយរេពលមានចំនួនច្រើនធ្វើឲ្យញាប់ញ័រអស់ប្រតិពីឃើញនឹងឮស័ព្ទសន្ធឹករេពលរបស់ព្រះភិរុតព្រះលក្សណ៍ទូលថ្វាយព្រះរាមថាព្រះភិរុតលើកតបមកធ្វើគុតព្រះរាមទ្រង់នឹងចេញច្បាំងផ្លាញតបព្រះភិរុតឲ្យអន្តរាយពេលនោះព្រះរាមបានខត់ហើយពន្យល់ថាព្រះភិរុតជាក្សត្រពោពេញទៅដោយសត្យធម៌មិនដែលប្រព្រឹត្តហិង្សាពុំដែលក្រោធក៏មិនចង់ដណ្ដើមអំណាចដែរទោះមេដាញុះញង់ក្តីដងនោះព្រះភិរុតនាំពលសកលយោធាមកទៀបបបតាចិត្តអាស្រមព្រះរាមលុះព្រះអង្គរៀបពលរួចក៏យាងឡើងលើខ្ពង់បបតានិងព្រះសត្រុតតែពីរអង្គគត់លុះបានជួបជុំគ្នាកាលណាក្សត្រទាំង5អង្គនាំគ្នាសោយសោកខ្សឹកខ្សួលរហូតសន្លប់បាត់ស្មារតីទើបព្រះមេដាគឺព្រះនាងកោសកលយាព្រះនាងស្រមុតព្រះនាងកៃកេសីនាំបរិពារសេនាឡើងមកលើខ្ពង់នៃបបតាជាអាស្រមព្រះរាមដែរ
រួចសោយសោកខ្សឹកខ្សួលដរាបសន្លប់បាត់ស្មារតីទាំងអស់គ្នាបន្ទាប់មកព្រះភិរុតសូមឲ្យព្រះរាមកុំយកទោសពៃនាងកៃកេសីហើយសូមព្រះអង្គវិលទៅសោយរាជ្យវិញវេលានោះព្រះរាមពុំប្រកាន់ខឹងនឹងព្រះនាងកៃកេសីឡើយប៉ុន្តែព្រះរាមបដិសេធមិនទទួលយករាជសម្បត្តិដោយព្រះអង្គនៅតែគោរពតាមពាក្យសត្យរបស់បិតាយ៉ាងម៉ឺងម៉ាត់អនុជនិងក្រុមព្រះញាតិមិនអាចបញ្ចុះបញ្ចូលព្រះរាមឲ្យយាងមកសោយរាជ្យបានទើបយាងត្រឡប់មកនគរវិញបានទាំងសពបាទផងដែលព្រះរាមប្រទានឲ្យព្រះរាមគង់នៅភ្នំចិត្រកូដជិតព្រះនគរពេកខ្លាចព្រះភិរុតមកយាងឲ្យទៅសោយរាជ្យម្ដងទៀតព្រះអង្គក៏នាំព្រះលក្សណ៍និងមហេសីចាកចេញពីចិត្រកូដបរពតក្សិណនោះមានយក្សមួយមានឫទ្ធិអស្ចារ្យឈ្មោះពិរាតហោះស្វែងរកមរគាតាមចាប់ដំរីសេះសឹងរមាសខ្លោងខ្លាធ្វើជាចំណីក៏ប្រទះនឹងព្រះភូធរក្បែរអាស្រមព្រៃមណីសពិរាតដែលជាបុត្រារបស់ព្រះកាលមានអំណាចនៅក្នុងក្រុងបូរីទណ្ឌការញ្ញពន្ធដែលក្រុងខអនុញ្ញាតត្រេកអរពន់ពេកព្រោះយល់សម្ផស្សព្រះនាងសីតាក៏កើតចិត្តចង់បានហើយថាខ្លួននឹងពុះទ្រូងសម្រាប់ក្សត្រីទាំងពីរនឹងលំពេងដើម្បីបង្ហាញពីអំណាចចាស់ស្ដារបស់ខ្លួនឲ្យពួកទេពតាស្ញប់ស្ញែង